បាននិយាយពីហ្គេម mobile គឺមានតែហ្គេម Honor of King ទេដែល free ជាមួយនឹង skin ច្រើនជាងគេតែម្ដងអ្នកគ្នាបើនិយាយពីរឿង free skin ហ្នឹងគឺ top 1 នៅក្នុងហ្គេម mobile ហើយអ្នកនរគ្នាហើយនៅក្នុងវីដេអូនេះគឺខ្ញុំនឹងមកនិយាយពីការ update ថ្មីរបស់ហ្គេម Hawk ដែលគេកំពុងធ្វើការ cooperate គ្នាទាំង movie ទាំង anime អញ្ចឹងអ្នកនរគ្នាទី1 Honor King គឺគេបាន cooperate គ្នាជាមួយនឹង anime Attack on Titan ហើយខ្ញុំជឿថាគ្នាយើងខ្លះក៏បានដឹងពាក់ព័ន្ធជាមួយនឹងការ update មួយនឹងដូចគ្នាប៉ុន្តែឥឡូវហ្នឹងគឺយើងអត់ទាន់ដឹងថា hero ណាដែលគេត្រូវ cooperate គ្នាជាមួយនឹង anime មួយណាទេអ្នកនរគ្នាហើយបើមើលតាមការ update របស់គេហ្នឹងគឺគេថាពាក់ព័ន្ធជាមួយនឹង anime ដែល collab គ្នាហ្នឹងគឺចេញនៅក្នុងខែ4ឬក៏ខែ5អ្នកនរគ្នាប៉ុន្តែឥឡូវហ្នឹងថ្ងៃនេះគឺថ្ងៃទី19នៅក្នុងខែ4ទៀតហើយគឺអត់ទាន់ឃើញ release ចេញមកទេប៉ុន្តែបើមើលតាមការ update គឺគេដាក់នៅក្នុងខែ4ឬក៏ខែ5អញ្ចឹងបើសិនជានៅក្នុងខែ4អត់ទាន់ឃើញ release ទៀតគឺយើងរងចាំមើលនៅក្នុងខែ5តែបើសិនជានៅក្នុងខែ5អត់ release ទីមានន័យថា event ហ្នឹងគឺអត់ទាន់ចេញទេអ្នកនរគ្នាអញ្ចឹងយើងមានតែចាំមើលទាំងអស់គ្នាសិនព្រោះតាមនឹងតាក់ទងជាមួយនឹង Honor King ដែលគេ collab គ្នាជាមួយនឹង Attack on Titan ហ្នឹងគឺយូរហើយអ្នកនរគ្នាទើបតែឥឡូវហ្នឹងគឺវាផ្ទុះជាមួយនឹងការ update ហ្នឹងត្រឡប់មកវិញអញ្ចឹងណាទី2 Honor King គឺគេគ្រោង cooperate គ្នាជាមួយនឹងរឿងណាចាហើយខ្ញុំជឿថាអ្នកនរគ្នាប្រកាសជាបានស្គាល់ជាមួយនឹងរឿងហ្នឹងហើយព្រោះសារតែរឿងហ្នឹងចេញមកគឺមានអ្នកគាំទ្រច្រើនខ្លាំងមែនទែនអ្នកនរគ្នាហើយចំពោះ hero ដែលគេ collab គ្នាហ្នឹងគឺដូចដែលអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងប៉ុន្តែចំពោះ movie character គឺខ្ញុំស្គាល់តែណាចាជាមួយនឹងអាវពីងមួយទេអ្នកនរគ្នាដែលនៅក្នុងហ្នឹងគឺគេ cooperate គ្នាជាមួយនឹង hero ដូចជា Kaiser ណាចាអាវយិនហើយជាមួយនឹង Miyu ហើយបើសិនជាអ្នកទាំងអស់គ្នាស្គាល់ឈ្មោះ character នៅក្នុងរឿងណាចាហ្នឹងកុំភ្លេច comment ប្រាប់ខ្ញុំនៅខាងក្រោមវីដេអូហ្នឹងម្នាក់មួយផងព្រោះដោយសារតែខ្ញុំអត់ស្គាល់ឈ្មោះ character នៅក្នុងរឿងណាចាហ្នឹងទេទី3មានគ្នាយើងខ្លះដែលមិនទាន់បានយកជាមួយនឹង skin របស់ Kaiser ហើយចំពោះ skin ហ្នឹងដែរគឺវានឹង return ត្រឡប់មកវិញហើយអ្នកទាំងអស់គ្នាគឺនៅថ្ងៃទី21នៅក្នុងខែ4ហើយអ្នកគ្នាហើយ skin ហ្នឹងគឺវាស្អាតខ្លាំងមែនទែនចុះសម្រាប់គ្នាយើងអ្នកដែលមិនទាន់បានយកជាមួយនឹង skin ហ្នឹងពេលដែលវាចេញមកកាលពីមុនណាតែឥឡូវហ្នឹង skin ហ្នឹងគឺវា return មកវិញហើយអ្នកទាំងអស់គ្នាអញ្ចឹងអ្នកដែលរងចាំជាមួយនឹង skin ហ្នឹងគឺត្រូវហើយចំពោះ skin ហ្នឹងគឺយើងចំណាយត្រឹមតែ888 token តែប៉ុណ្ណោះទី4សម្រាប់ skin របស់ Garo ក៏ត្រឡប់មកវិញដូចគ្នាអញ្ចឹងអ្នកដែលរងចាំជាមួយនឹង skin ហ្នឹងគឺត្រូវហើយចំពោះ skin ហ្នឹងគឺវានឹង return ត្រឡប់មកវិញគឺនៅថ្ងៃទី21នៅក្នុងខែ4ហ្នឹងហើយអ្នកទាំងអស់គ្នានិយាយទៅគឺដូចជាមួយនឹង skin របស់ Kaiser អញ្ចឹងហើយចំពោះការចំណាយ token ដើម្បីយកជាមួយនឹង skin ហ្នឹងគឺយើងចំណាយត្រឹមតែ888 token តែប៉ុណ្ណោះនិយាយទៅគឺវាដូចគ្នាទាំងអស់តែម្ដងអញ្ចឹងសម្រាប់គ្នាយើងអ្នកដែលរងចាំជាមួយនឹង skin ហ្នឹងគឺត្រៀមទៅថ្ងៃនេះថ្ងៃទី19ហើយអញ្ចឹងយើងខ្វះតែប៉ុន្មាន2ថ្ងៃទៀតទេជាមួយនឹង skin ហ្នឹងគឺនឹងចូលមកដល់ server ផ្លូវការរបស់យើងហើយសម្រាប់គ្នាយើងអ្នកដែលលេងជាមួយនឹង Honor King ហើយរកកន្លែង top up token ដែលមានភាពងាយស្រួលនិងរហ័សគឺគ្នាយើងអាចមក top up ជាមួយនឹងខ្ញុំបាននិយាយទៅគឺខ្ញុំទទួល top up ហ្គេមច្រើនខ្លាំងមែនទែនមិនថា Mobile Legends PUBG Free Fire ឬក៏ Roblox អីទេអ្នកគ្នាគឺអ្នកទាំងអស់គ្នាអាចមក top up ជាមួយនឹងខ្ញុំបានហើយគ្រាន់តែឆាតចូលមកក្នុង Facebook page របស់ខ្ញុំមកហើយអ្នកទាំងអស់គ្នាក៏អាចទៅដាក់ token ឬក៏ diamond ដោយខ្លួនឯងក៏បានដែរគឺដាក់តាមរយៈ website របស់ខ្ញុំផ្ទាល់តែម្ដងដែលមានឈ្មោះថា Virgo Store អញ្ចឹងសម្រាប់គ្នាយើងអ្នកដែលមកថ្មីឬក៏អ្នកចាស់ដែលមិនទាន់បានចុច subscribe នៅលើ YouTube channel របស់ខ្ញុំទេកុំភ្លេចជួយចុច subscribe ម្នាក់មួយផងហើយបើសិនជាអ្នកទាំងអស់គ្នាទស្សនាវីដេអូនេះនៅក្នុង Facebook page របស់ខ្ញុំកុំភ្លេច follow page របស់ខ្ញុំម្នាក់មួយដើម្បីទទួលបានការ update ថ្មីៗបន្ថែមទៀតហើយខ្ញុំនឹងព្យាយាមរកអ្វីដែលថ្មីៗពាក់ព័ន្ធជាមួយនឹង Hawk យកមកប្រាប់ដល់អ្នកទាំងអស់គ្នា